បាទជំរាបសួរបងប្អូនអរគ្នាវិលជួបមួយលោកគ្រូម្ដងទៀតហើយអរគុណព្រះសម្រាប់ពេលវេលាដ៏ល្អនៅថ្ងៃនេះអញ្ចឹងហើយលោកគ្រូបានលើកយកនៅមេរៀនទី34សញ្ញាចុច2មេរៀនទី34សញ្ញាចុច2អញ្ចឹងនេះគឺជានិយមន័យអំពីសញ្ញាចុច2តោះជាងយើងទៅអានអ្នកនរគ្នាសញ្ញាចុច2ប្រើសម្រាប់ញ៉ាំងជញ្ជំនះឲ្យមានសំឡេងតាមបែបបាលីសង្ស្កฤតជាងលោកគ្រូអានម្ដងទៀតសញ្ញាចុច2ប្រើសម្រាប់ញ៉ាំងជញ្ជំនះឲ្យមានសំឡេងតាមបែបបាលីសំស្ក្រឹតតោះជាងយើងទៅមើលអំពីវិធីក្នុងការប្រើដោយសញ្ញាចុច2នេះតើគេត្រូវប្រើវាយ៉ាងដូចនេះខ្លះតោះវិធីប្រើកទីកន្លែងជាងទីកន្លែងដែរគូប្រើសញ្ញាចុច2ចឹងសញ្ញាចុច2ប្រើនៅខាងស្ដាំជញ្ជំនះនៃពាក្យខ្លាយពីពាក្យបាលីសំស្ក្រឹត13កត់សូអនិងសូនឹងអចឹងលោកគ្រូអានម្ដងទៀតសញ្ញាចុច2ប្រើនៅខាងស្ដាំជញ្ជំនះនៃពាក្យខ្លាយពីបាលីសំស្ក្រឹត13កត់សូអនិងតោះជាងចូលដល់ទី2ខសូអនិងសូអញ្ចឹងសូអផ្សំនឹងជញ្ជំនះអឧទាហរណ៍ដូចជាសច្ចៈលក្ខណៈឬមកក៏វណ្ណៈឬមកក៏នៅមានពាក្យផ្សេងទៀតចំណែកសូអផ្សំនឹងជញ្ជំនះពួកអូឧទាហរណ៍ភិរៈលោកជាងយើងទៅដល់ទី3ការសង្កេតមើលអំពីបាលីសំស្ក្រឹតពាក្យសញ្ញាចុច2នេះអញ្ចឹងសង្កេតពាក្យคล้ายពីបាលីសំស្ក្រឹតខ្លះមិនប្រើសញ្ញាចុច2ទេលើកលែងតែពាក្យដូចជាកាលៈទេសៈគណៈកម្មការឬមកក៏រយៈវិជ្ជាទៅឬមកក៏នៅមានពាក្យផ្សេងទៀតតោះជាងយើងនឹងទៅមើលឧទាហរណ៍ក្នុងការប្រើសញ្ញាចុច2ឧទាហរណ៍ឪពុកខ្ញុំមានធុរៈចាំបាច់ទើបគាត់មិនបានមកធ្វើការអញ្ចឹងពាក្យដែលយើងប្រើសញ្ញាចុច2នេះគឺពាក្យធុរៈគឺយើងប្រើសញ្ញាចុច2តាមចូលដល់ឧទាហរណ៍ទី2រាល់ថ្ងៃសិលជីដូនខ្ញុំយកគ្រឿងសក្ការៈទៅវត្តអញ្ចឹងពាក្យដែលមានបើសញ្ញាចុច2នេះគឺពាក្យសក្ការៈចូលដល់ទី3បុរសនេះមានឋានៈពងពោះណាស់ចឹងដល់ទីហោទី3បុរសនេះមានឋានៈពងពោះណាស់ចឹងពាក្យដែលយើងប្រើសញ្ញាចុច2គឺពាក្យឋានៈ10ជាងគ្រូនឹងអាននៅឧទាហរណ៍យើងម្ដងទៀតឧទាហរណ៍ទី1ឪពុកខ្ញុំមានធុរៈចាំបាច់ទើបគាត់មិនបានមកធ្វើការចឹងពាក្យដែលមានសញ្ញាចុច2គឺពាក្យធុរៈទី2រាល់ថ្ងៃសិលជីដូនខ្ញុំយកគ្រឿងសក្ការៈទៅវត្តចឹងពាក្យដែលមានសញ្ញាចុច2គឺសក្ការៈចំណែកទី3បរោះនេះមានឋានៈពងពោះណាស់ចឹងពាក្យដែលមានសញ្ញាចុច2គឺពាក្យឋានៈចាសសម្រាប់មេរៀនរបស់លោកគ្រូថ្ងៃនេះក៏ដល់ទីបញ្ចប់បងប្អូនអរគុណសម្រាប់ការតាមដានសូមព្រះប្រទានពរ